សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់តាមដានទៅលើការចែករំលែកបន្តទៀតសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យហ្នឹងបាទទាក់ទិនជាមួយនឹងគណនេយ្យអក្សរ T បាទអញ្ចឹងសំណួរសួរថាតើអ្វីទៅជាគណនេយ្យអក្សរ T បាទដែលភាសាអង់គ្លេសហ្នឹងគឺ T account អញ្ចឹងជាធម្មតាអ្នកនរគ្នាបានដឹងហើយថាសម្រាប់មុខវិជ្ជាគណនេយ្យហ្នឹងគឺនៅពេលដែលមានប្រតិបត្តិការអាជីវកម្មកើតឡើងមកនៅក្នុងការកត់ត្រាចូលទៅក្នុងបញ្ជីគណនេយ្យហ្នឹងគឺគេកំណត់ត្រាជាគណនីដែលភាសាអង់គ្លេសហ្នឹងគឺ account អញ្ចឹងរាល់ account គណនីមួយពេលដែលយើងកត់ត្រាហើយនៅក្នុងបញ្ជីគណនេយ្យរបស់យើងហ្នឹងយើងត្រូវផ្ទេរវាទៅ General Ledger បាទអញ្ចឹងនៅក្នុង General Ledger ហ្នឹងវាសុទ្ធតែជាT account ហ្នឹងបាទដែលភាសាខ្មែរគឺគណនីយ៍អក្សរ T ហ្នឹងដែលគណនីយ៍អក្សរ T ហ្នឹងគេប្រើវាដើម្បីតាមដានទៅលើគណនីយ៍មួយហ្នឹងថាតើនៅពេលដែលក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មក្តីបរិច្ឆេទមកនៅពេលដែលយើងសរុបហ្នឹងតើវាមានទឹកលុយសាមញ្ញទល់នៅសល់ប្រមាណបាទនៅក្នុងគណនីយ៍អក្សរ T ហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងចែករំលែកអ្នកនរគ្នាឲ្យបានយល់ដឹងទៅលើអ្វីទៅគឺជា T account ហ្នឹងបាទអូខេអញ្ចឹងមុននឹងចូលដល់ T account ឬក៏គណនីយ៍អក្សរ T ហ្នឹងអ្នកនរគ្នាត្រូវយល់ដឹងយមន័យទាក់ទិនជាមួយនឹងគណនីយ៍សិនបាទអញ្ចឹងនៅក្នុងមុខវិជ្ជាគណនេយ្យទាក់ទិនជាមួយនឹងការកត់ត្រាបញ្ជីគណនេយ្យហ្នឹងគឺយើងត្រូវយល់ដឹងសិនតើអ្វីទៅជាគណនីយ៍បាទដែលភាសាអង់គ្លេសហ្នឹងគឺ account អញ្ចឹងសម្រាប់គណនីយ្យគេមានជាយមន័យខាងក្រោមនេះបាទអញ្ចឹងគេថាជាកន្លែងដែលយើងអាចកត់ត្រាតម្រៀបនិងរក្សាទុកប្រតិបត្តិការទាំងអស់បាទអញ្ចឹងជាធម្មតាមានន័យថានៅពេលដែលក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅពេលដែលគេកត់ត្រាហ្នឹងគេយកទៅកត់ត្រាចូលទៅក្នុងគណនីយ៍ហ្នឹងហើយបាទអញ្ចឹងសំណួរសួរថាតើនៅក្នុងមួយប្រតិបត្តិការហ្នឹងតើយើងត្រូវកត់ត្រានៅក្នុងគណនីយ៍អីខ្លះណាខ្ញុំឧទាហរណ៍ថាដូចជាយើងទិញអចលកម្មអញ្ចឹងយើងចុះចូលគណនីយ៍អីខ្លះគណនីយ៍ដែលយើងចុះចូលហ្នឹងឲ្យឈ្មោះថា account ភាសាអង់គ្លេសអញ្ចឹងសំណួរសួរថាតើអ្វីទៅជាគណនីយ៍អក្សរ T បាទដែលភាសាអង់គ្លេសហ្នឹង T account បាទអញ្ចឹងក៏គេមានជានិយមន័យដែរអញ្ចឹងT account ហ្នឹងគឺតំណាងឲ្យគណនីយ៍វាមើលទៅដូចជាអក្សរ T បាទអញ្ចឹងមានន័យថា T account ហ្នឹងវាតំណាងឲ្យគណនីយ៍ដែលយើងបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យណានៅក្នុងjournal ណាបាទអញ្ចឹងជាធម្មតានៅពេលដែលមានប្រតិបត្តិការកើតឡើងគេឲ្យយើងកំណត់ត្រាចូលទៅក្នុង journal ហើយនៅពេលដែលយើងកត់ត្រាចូល journal ហ្នឹងសំណួរសួរថាតើនៅក្នុងមួយប្រតិបត្តិការហ្នឹងវាមានគណនីយ៍អីខ្លះបាទដែលយើងកត់ហើយនៅពេលដែលយើងកត់ហើយគឺយើងត្រូវយកទៅបញ្ជូនឬក៏ posting ទៅ T account នេះបាទគណនីយ៍អក្សរ T ហ្នឹងដើម្បីតាមដានទៅលើសាមតលគណនីយ៍ដែលយើងបានកត់ត្រានៅក្នុងក្តីបរិច្ឆេទគណនេយ្យហ្នឹងបាទនៅក្នុងមួយខែឬក៏មួយឆ្នាំហ្នឹងតើគណនីយ៍ហ្នឹងវាប៉ះពាល់ប្រមាណដងហើយវានៅសល់សាមតលប្រមាណអញ្ចឹងហើយទើបគេថាគណនីយ៍អក្សរ T ហ្នឹងគឺតំណាងឲ្យគណនីយ៍បាទតំណាងឲ្យគណនីយ៍ខាងលើហ្នឹង
ដែលយើងមើលទៅវាដូចជាអក្សរ T អញ្ចឹងបាទ អញ្ចឹងខ្ញុំបង្ហាញរូបរាងឲ្យអ្នកនរគ្នាមើលថាអក្សរ T ហ្នឹងបែបម៉េច អញ្ចឹងនៅក្នុងគណនីគេមានជា T account ហ្នឹងបាទ ដែល T account ហ្នឹងគឺវាតំណាងឲ្យគណនីដែលយើងបានកត់ត្រាអឺទាក់ទិនជាមួយនឹងប្រវត្តិការក្រុមហ៊ុនហ្នឹងអញ្ចឹងវាមានរូបរាងបែបហ្នឹងបាទវាមានជា account name អញ្ចឹងគណនីយើងយកមកដាក់ចំកណ្ដាលហ្នឹងក៏គណនីសាច់ប្រាក់យើងដាក់មក cash on hand អញ្ចឹងគណនីអចលកម្មដូចជាម៉ាស៊ីនយើងដាក់មកម៉ាស៊ីនអញ្ចឹងហើយសម្រាប់ T account ហ្នឹងក៏វាមាននៅខាងទីតាំងនៅខាងឥណពន្ធហើយនិងឥណទានដែរបាទ DR ហ្នឹងគឺ debit ឯងបាទហើយ CR នេះគឺ credit ហើយសម្រាប់អ្នកនរគ្នាដែលអត់ទាន់បានមើលទៅលើការចែករំលែករបស់ខ្ញុំទៅលើអឥណពន្ធហើយនិងឥណទានហ្នឹងអ្នកនរគ្នាអាចមើលនៅក្នុងវីដេអូមុនបានបាទអញ្ចឹងសម្រាប់ T account គឺបើយើងនិយាយទៅ debit go on to left មានន័យថាវានៅខាងឆ្វេងហើយសម្រាប់ credit go on the right មានន័យថាវានៅខាងស្ដាំបាទអញ្ចឹងបើយើងនិយាយដល់គណនីគឺនៅចំកណ្ដាល account name ហ្នឹងគឺយើងត្រូវសេគណនីហ្នឹងហើយបាទអញ្ចឹងសម្រាប់ខាងឆ្វេងនេះគឺសម្រាប់ដាក់ទឹកលុយកត់ខាង debit ហើយសម្រាប់ខាងស្ដាំនេះគឺយើងដាក់ទឹកលុយដែលកត់នៅខាង credit បាទហើយនៅក្នុងវីដេអូមុនខ្ញុំបានចែករំលែកដល់អ្នកគ្នាហើយថាសម្រាប់ debit ហើយ credit ហ្នឹងគឺគេកំណត់ទៅលើធាតុនៃរបាយការណ៍ទាំង5ហ្នឹងអញ្ចឹងខ្ញុំបានបង្ហាញពីទីតាំងនៃធាតុទាំង5ហ្នឹងដែលគេបានកំណត់ទាក់ទិនមួយ debit ហើយនិង credit ហ្នឹងបាទអញ្ចឹងអ្នកនរគ្នាមើលខ្ញុំបង្ហាញឡើងវិញបាទអញ្ចឹងជាធម្មតាសម្រាប់ T account ហ្នឹងបាទគឺវាមានជាការតាមដានទៅលើធាតុនៃរបាយការណ៍យើងហ្នឹងបាទគឺមានដូចជា dividend expense asset បាទអញ្ចឹងសម្រាប់ធាតុ3ហ្នឹងគឺនៅពេលដែលយើងកត់ត្រានៅពេលដែលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងកើតឡើងហើយយើងវិភាគទៅតើវាប៉ះពាល់នៅ debit ឬក៏ credit បាទហើយនៅពេលដែលយើងចុះនៅខាង debit ក្នុងករណីដែលវាកើនហើយសម្រាប់ប្រតិបត្តិការដែលវាប៉ះពាល់ករណីថយចុះយើងចុះវានៅខាង credit ហើយសម្រាប់ធាតុ3នេះបាទ liability owner equity ឬក៏ revenue នេះគឺជាធាតុដែលយើងត្រូវកត់ត្រាដូចគ្នាប៉ុន្តែបើក្នុងករណីដែលវាកើនគឺយើងចុះនៅខាង credit ហើយបើក្នុងករណីដែលថយគឺយើងចុះនៅខាង debit បាទអូខេអញ្ចឹងបន្ទាប់មកទៀតដើម្បីឲ្យអ្នកនរគ្នាបានយល់ទៅលើការអឺ hosting ទាក់ទិនជាមួយនឹង T account ហ្នឹងខ្ញុំមានជាឧទាហរណ៍មួយបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាគណនីសាច់ប្រាក់មួយចុះគឺ cash account ហើយវាមានជាសាមតុល្យសាច់ប្រាក់ដើមគ្រា$100ហើយនៅក្នុង period ហ្នឹងមានជាការទូទាត់បាទទៅលើវិក្កយបត្របាទអស់40ហើយយើងមានការទិញទៅលើ office supply ហ្នឹងអស់25អញ្ចឹងសាមតុល្យគណនីសាច់ប្រាក់យើងហ្នឹងនៅចុងគ្រាហ្នឹងវានៅសល់តែ35ទេអញ្ចឹងណាអញ្ចឹងសំណួរសួរថាបើសិនជាយើងចង់តាមដានគណនីសាច់ប្រាក់ហ្នឹងដែលយើងមានជាសាមតុល្យដើមគ្រាយើងមានជាការទូទាត់នៅវិក្កយបត្រឬក៏មានជាការទិញ office supply បាទសរុបហើយនៅសល់ចុងគ្រា35ហ្នឹងបើសិនជាយើងចង់យកទៅបង្ហាញនៅក្នុង T account ហ្នឹងគេបែបម៉េចអញ្ចឹងអ្នកនរគ្នាមើលបាទអញ្ចឹងគេគូសវាហ្នឹងជាអក្សរ T អញ្ចឹងបាទហើយដូចខ្ញុំបាននិយាយអញ្ចឹង account name ហ្នឹងគឺយើងដាក់ឈ្មោះហើយគណនីហ្នឹងគណនី cash account យើងដាក់ cash account អញ្ចឹងទៅបើសិនជាគណនីនឹងម៉ាស៊ីនយើងដាក់ម៉ាស៊ីនអញ្ចឹងទៅបាទអញ្ចឹងដូចអ្នកនរគ្នាមើលមានន័យថា cash account នេះវាជាគណនីដែលស្ថិតនៅក្នុងប្រភេទនៃ
Asset បាទណា Asset ចឹង Asset ជាទូទៅសារមន្ទិលរបស់វានៅខាង Debit អញ្ចឹងមានន័យថាសារមន្ទិលដើមគ្រាដែលសល់100ហ្នឹងគឺវានៅខាង Debit ព្រោះ T account គឺ Debit គឺនៅឆ្វេងបាទហើយក្នុងករណីដែលវាថយគឺថយនៅខាង Credit បាទសម្រាប់ Asset ណាគឺថយនៅខាង Credit អញ្ចឹងហើយដោយសារតែនៅក្នុងការទូទាត់ Invoice បាទ Bill ហ្នឹងហើយសម្រាប់ការទិញ Office Supply នេះវាធ្វើឲ្យ Asset យើងថយចុះហើយអញ្ចឹងគេមានជាការកត់ត្រានៅក្នុង T account ហ្នឹងគឺគេចុះវានៅខាងCredit បាទព្រោះអ្នកនរគ្នាដឹងហើយថាសម្រាប់ T account Credit ហ្នឹងគឺវានៅខាងស្ដាំបាទអញ្ចឹងគេចុះវា40ហើយនឹង25នេះគឺនៅខាងស្ដាំបន្ទាប់មកគេធ្វើការគូសបន្ទាត់មួយខាងដើម្បីកាត់កងសារមន្ទិលបាទ Debit ហើយនិង Credit ហ្នឹងគេដកគ្នាជានិច្ចហើយសារមន្ទិលដែលសល់ហ្នឹងគឺគេដាក់នៅខាងលេខដែលធំបាទអញ្ចឹងដោយសារតែខាង Debit នេះវា100ហើយខាង Credit នេះយើងបូកចូលគ្នាទៅបានតែ65ទេបាទអញ្ចឹងវានៅសល់សំណល់ធំបាទអញ្ចឹងវាសល់35 sorry ហើយសល់35ហ្នឹងគឺវាត្រូវតែស្មើគ្នាជាមួយនឹងគណនី Cash Account ដែលយើងបានបង្ហាញនៅខាងលើហ្នឹងបាទអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាបានយល់ទៅលើការចែករំលែករបស់ខ្ញុំដោយសារតែនៅក្នុងមុខវិជ្ជាគណនេយ្យអ្នកដែលកាន់បញ្ជីគណនេយ្យហ្នឹងគឺនៅពេលដែលគាត់កត់ត្រាហ្នឹងគឺគាត់កត់ត្រាប្រវត្តិការហ្នឹងជាគណនីបាទជា account នេះអញ្ចឹងជាធម្មតានៅក្នុងមួយប្រវត្តិការហ្នឹងគឺយ៉ាងតិចគឺមាន2គណនីដែរហើយជាធម្មតាគណនីហ្នឹងតែងតែមានការកត់ត្រានៅខាងអន្តពន្ធហើយនិងអន្តទានបាទ Debit ហើយនិង Credit ហ្នឹងហើយសម្រាប់ដែលកត់ត្រារួចយើងនឹងតាមដានសារមន្ទិលរបស់វាហ្នឹងគឺនៅក្នុង T account ហ្នឹងបាទអញ្ចឹងហើយទើបគេថា T account ឬក៏គណនីអក្សរ T ហ្នឹងវាតំណាងឲ្យគណនីហ្នឹងដែលយើងបានកត់ត្រាបញ្ជីគណនីហ្នឹងបាទអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាយល់ដឹងពីមូលដ្ឋានគ្រឹះរបស់វាហ្នឹងទៅអ្នកនរគ្នាអាចធ្វើការកត់ត្រាបញ្ជីគណនីហ្នឹងបាទកត់ត្រាប្រវត្តិការហ្នឹងគឺអត់ខុសទេវាត្រឹមត្រូវទៅតាមគោលការណ៍គណនេយ្យឯបាទអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ share វីដេអូចែករំលែកបន្តផងបាទសូមអរគុណ